បងប្អូនថៃឌៀលខ្មែរថាអ្នកសុំទានប៉ុន្តែហេតុអីបានជាអ្នកផ្ដល់ទានហ្នឹងមកលក់ទំនិញឲ្យអ្នកសុំទានទៅវិញបាទនេះបងប្អូនអរគ្នាគិតពិចារណាដល់គ្នាចេះបងប្អូនថៃវាមើលស្រាលខ្មែរយើងខ្លាំងណាស់បាទពាក់ព័ន្ធនឹងបញ្ហាជាតិសាសន៍ថៃជាជាតិសាសន៍មួយដែលក្រឡិចសម្បូរល្បិចច្រើនបាទអញ្ចឹងយើងរស់នៅក្បែរវាត្រូវតែប្រុងប្រយ័ត្នគ្រប់វិនាទីថៃវាមិនមែនជាតិសាសន៍ល្ងងបងប្អូនមិនជាតិសាសន៍ល្ងងណាបាទបើវាល្ងងហេតុដូចម្ដេចបានជាវាបានដីធំម្លេះពីមុនវាគ្រាន់តែជាចូលសមុទ្រមួយបាទថៃវាចូលមកក្នុងទឹកដីសវណ្ណភូមិយើងនេះនៅក្នុងសតវត្សទី13 12 13នឹងឯងបងប្អូនវាជាជនចម្រោកឯងវាចូលមកទឹកដីកម្ពុជាយើងប៉ុន្តែដល់ពេលវាបង្កើតកូនបង្កើតចៅអីមកជាច្រើនវាមានកម្លាំងច្រើនក៏វាផ្ដាច់ខ្លួនវាផ្ដាច់ខ្លួនបាទវាយកដីកម្ពុជាផងដីឡាវផងដីភូមាផងដីម៉ាឡេស៊ីផងបាទអញ្ចឹងឃើញបងប្អូនអរគ្នាឃើញអត់សួរថាវាល្ងងហ៎វាមិនល្ងងទេវាឆ្លាតវាល្បិចបាទឥឡូវយើងចូលទៅដល់ចំណុចទី2បងប្អូនអរគ្នាមើលវាថាយើងអ្នកសុំទានបាទបងប្អូនអរគ្នាឈឺចាប់ទេឈឺចាប់អត់បើគេឌីលយើងថាអ្នកសុំទានអញ្ចឹងយើងមានលុយទៅទិញអីវ៉ាន់ពីវាហើយវាមកឌីលយើងថាយើងអ្នកសុំទានទៀតបាទយើងយកលុយទៅចាយជាមួយវាមិនមែនយើងទៅសុំវាទេតែហេតុអីបានជាវីដេអូយើងអ្នកសុំទានបាទអញ្ចឹងពេលខ្លះការឌីលរបស់គេក៏វាជាកម្លាំងចិត្តមួយរុញច្រាននៅមโนអារម្មណ៍របស់យើងនៅចិត្តអារម្មណ៍របស់យើងឲ្យយើងខំប្រឹងប្រែងរៀនសូត្រខំដាំបាទដាំបន្លែផ្លែឈើខ្លួនឯងទឹកហូបខ្លួនឯងយើងជួយគាំទ្រផលិតផលក្នុងស្រុកបាទជួយគាំទ្រផលិតផលក្នុងស្រុកគាំទ្រទំនិញរបស់ខ្មែរយើងដែលកសិករខំដាំចង់ច្រើនអាហ្នឹងគឺយើងគួរតែគាំទ្របងប្អូនយើងគាំទ្រជួយគាំទ្រគ្នាលើកទឹកចិត្តគ្នាកុំបំផ្លិចបំផ្លាញទឹកចិត្តគ្នាបាទព្រោះឯចិត្តសាសន៍យើងនេះវាជាចិត្តសាសន៍មួយដែលកំសត់បំផុតបងប្អូនចិត្តសាសន៍ខ្មែរយើងកំសត់បំផុតហេតុអីបានជាខ្ញុំបាននិយាយអញ្ចឹងបងប្អូនព្រោះយើងប្រទេសយើងវាសង្គ្រាមច្រើនត្រួតច្រើនតង់វាសង្គ្រាមមិនចេះចប់មិនចេះហើយបាទនៅពេលដែលសង្គ្រាមយើងវាអត់ចេះចប់អត់ចេះហើយអញ្ចឹងតែធ្វើឲ្យប្រទេសយើងនេះអភិវឌ្ឍវាយឺតបងប្អូនធនធានខ្មែរយើងបាត់បង់ច្រើនមែនតើបងប្អូនខ្លះរឿងនៃទានខ្មែរដែលថាថៃចាប់យកព្រះគោព្រះកែវទៅប្រទេសថៃអានឹងវាគឺជាន័យត្រង់ទេបងប្អូនន័យត្រង់ណាបាទន័យត្រង់ទេចុះន័យធៀបស្អីគេន័យធៀបហ្នឹងបងប្អូនខ្លះទេអត់ដឹងបាទ
ในเทียบไทยวียกแนปราชกุมปีกบวนฉบับดำราสารสักใหญ่ดักtừ ไทยออกแนปราชกับเวียดโยดักแนปราชขึ้นมายังtớiទៀតอันนั้นគេចង់បង្កប់នឹងអញ្ចឹងណាបងប្អូនបាទហើយអាពូជសាសថៃនេះអ្នកឯងក៏មកដៀខ្មែរអញមានលុយទិញហែងមិនអញសុំទានពួកឯងទេចាប់ពីពេលនេះតទៅយើងរួមគ្នាពីការមិនប្រើប្រាស់ផលិតផលទំនិញរបស់អ្នកឯងទៀតការវាយលើកនេះនៅក្នុងថ្ងៃទីនៅក្នុងការវាយ5យក5ថ្ងៃនេះវាជាវាយមួយដែលធ្វើឲ្យទឹកចិត្តប្រជាជនខ្មែរយើងរួបរวมសាមគ្គីគ្រប់គ្រងតំណែងរបស់ខ្មែរផលិតផលរបស់ខ្មែរខំដាំខំដោះខំសន្សំខំវិនិយោគបាទថៃចូលមកលើកនេះគឺចូលឡើងចុះទៀតហើយបងប្អូនឡើងចុះហើយបាទឡើងចុះហើយហើយបើបន្តិចអីគេបន្តិចសន្តិជានោះគាត់និយាយនឹងគឺវាមកផ្នែកតូចវាត្រូវតែមកផ្នែកធំវាអត់ត្រូវទេនៅក្នុងស្ថានភាពយកឈាមយកជីវិតទៅពលីដើម្បីការពារប្រទេសជាតិយើងមកនិយាយបែបហ្នឹងគឺវាអត់ត្រូវបាទបន្តិចសន្តិជាហ្នឹងគឺនិយាយអត់ត្រូវទេបាទក្នុងសមរភូមិសង្គ្រាមគេមិនគិតទៅលើការនៅផលិតផលរបស់ថៃឬក៏មិនមែនជារបស់ថៃទេដល់ពេលដែលយើងយុទ្ធនាការគឺយើងរួមគ្នាជាធ្លុងមួយបាទឈប់ប្រើប្រាស់ហើយអ្នកដែលមានលក់ផលិតផលថៃក៏កាត់បន្ថយតាមនឹងបន្តិចម្ដងបាទបើយើងមិនរួមគ្នាអ្នកខ្លះអាងថាលក់ដាច់ទៅនំចូលថែមទៀតឈ្មួញខ្លះខូចបាទឈ្មួញខ្លះខូចបងប្អូនដល់ពេលដែលលក់ដាច់នំចូលលួចនំចូលមកថែមបាទលួចនំចូលថែមទៀតបាទព្រោះអីថាអូបើខ្មែរយើងនៅប្រើអញ្ចឹងគេនំចូលមកហើយគេនំចូលថ្មីទៀតបាទតែបើសិនជាយើងនឹងគ្នាថាឈប់ប្រើទាំងអស់តែម្ដងអាហ្នឹងគឺឈ្មោះខ្លះលែងនំចូលទៀតហើយខ្លាចហើយបាទដល់ពេលយើងនិយាយមកគ្រប់ត្រូលអញ្ចឹងគឺវាអត់ត្រូវបងប្អូនវាអត់ត្រូវតែម្ដងបាទវាត្រូវដែររឿងត្រូវថាគាត់ជាខ្មែរយើងប៉ុន្តែខ្មែរយើងខ្លះអត់ស្ដាប់រដ្ឋាភិបាលទេអត់ស្ដាប់ថ្នាក់លើទេទៅស្ដាប់ឈ្មោះអ្នករុស្ស៊ីជាមួយថៃណោះផ្សេងអាហ្នឹងគឺអត់ត្រូវទេយើងនៅរស់នៅលើទឹកដីណាយើងថែរក្សាទឹកដីនោះបាទយើងដឹងគុណមេដឹកនាំរបស់យើងបាទដឹងគុណថ្នាក់លើដែលគាត់បានណែនាំបង្ហាញដល់យើងអញ្ចឹងណាបាទនេះយើងត្រូវតែសាមគ្គីគ្នាបងប្អូនណាបាទត្រូវតែសាមគ្គីគ្នានេះគឺខ្ញុំបាទលើកជាទាលហៃកហើយនឹងសូចនាកប្រព័ន្ធនឹងទាក់ទងប្រវត្តិសាស្ត្រផ្សេងៗអញ្ចឹងបងប្អូនជូនបងប្អូនអរគ្នាជាទីសម្ដាប់បាទ